នៅក្នុងជីវិតវានឹងមានពេលមួយដែលក្មួយត្រូវតែមិនបង្ខំចិត្តគឺត្រូវតែជ្រើសរើសថាត្រូវជ្រើសរើសខ្លួនឯងមានន័យថាម៉េចមានន័យថាត្រូវតែកំណត់ថានេះជាម្ចាស់ជីវិតរបស់ខ្លួនឯងអញ្ចឹងហើយបានជាព្រះពុទ្ធជាម្ចាស់លោកបង្រៀនទ្រឹស្ដីមួយថាអត្តាហេអត្តនោនេថោយើងចេះហេពាក្យហ្នឹងប៉ុន្តែគេបកប្រែថាខ្លួនទីពឹងខ្លួនតាមពិតន័យមានន័យថាចេះគេបកអញ្ចឹងក៏ត្រូវដែរពាក្យថាអត្តាហេអត្តនោនេថោពាក្យថានេថោឬក៏នេថៈកន្លែងហ្នឹងប្រែថាជាអធិបតីជាធំជាម្ចាស់មានន័យថាខ្លួនជាម្ចាស់នៃជីវិតរបស់ខ្លួនឯងគឺខ្លួនឯងអ្នកសម្រេចអញ្ចឹងក្មួយផ្ដើមចេញពីហ្នឹងទៅដើមចេញពីហ្នឹងទៅឥឡូវចង់បានអីក្មួយចង់បានអីមិនមែនចង់បានមិត្តភក្តិចង់អីក្មួយខ្លះគាត់ដឹកនាំជីវិតបដៅជីវិតរបស់ខ្លួនទៅតាមទំនោរសង្គមបើមិត្តភក្តិថារៀន management គាត់ management ដែរតែមិត្តភក្តិគឺឃើញគេភាកច្រើនគេមកសេដ្ឋកិច្ចដែរច្បាប់ដែរដល់ទីបំផុតអត់មានអ្វីទាំងអស់អញ្ចឹងជាសាររបស់អាត្មាជូនជាយោបល់ខ្លីមួយថាក្មួយប្រុសក្មួយស្រីសូមត្រូវក្មួយត្រូវតែមានគោលដៅហើយរៀនរស់ម្នាក់ឯងកុំពឹងម៉ាក់ច្រើនពេកម៉ាក់ប៉ាទាំងអស់នោះគាត់មិននៅជាមួយក្មួយមួយជីវិតទេគ្រាន់តែម៉ាក់ស្ដីឲ្យរឿងបន្តិចយំអ្នកខ្លះរហូតដល់សម្លាប់ខ្លួនឯណោះគ្រាន់តែគេមិនស្រឡាញ់តែបបាអីមិនស្រឡាញ់ហេរ៉ូអ្នកខ្លះនោះក៏បបាហេតុអីរឿងនេះកើតចំពោះខ្ញុំអត់ទេមនុស្សគ្រប់គ្នាមានរឿងគ្រប់គ្នាហើយពេលដែលមានរឿងកុំព្យាយាមនិយាយប្រាប់គេច្រើនពេកគេមិនចង់ស្ដាប់យើងទេពីព្រោះគេក៏មានរឿងរបស់គេដែរកុំយំសោកវល់ឲ្យពិភពលោកនេះហេតុអីបានរឿងនេះធ្លាក់មកលើខ្ញុំអស់ច្រើនណាស់គេជូនពរតាម Facebook ទីថាឆាប់យូរអានឹងចេញទៅនេះជាជីវិតពិតក្មួយអញ្ចឹង learn to live alone stay strong តែដឹកគុណនេះមកបង្រៀនឯងឲ្យ strong ទាំងអត់ឈប់ចង់តែអត់ទេជីវិតអាត្មាមុនមកនេះអានពាក្យរបស់អ្នកប្រដាល់មួយធ្លាប់លើឈ្មោះល្បីទសវត្ស90ឈ្មោះលោក Mike Tyson ស្គាល់ទេគាត់បាននិយាយថាខ្ញុំហាត់គ្រប់បច្ចេកទេសនៃការវាយប្រដាល់គ្រូល្អណាស់ខ្ញុំហាត់អស់ហើយខ្ញុំមានគម្រោងនឹងយួរឈ្នះសត្រូវរបស់ខ្ញុំគ្រប់គ្នាទាំងអស់ប៉ុន្តែពេលខ្ញុំឡើងលើរីងខ្ញុំនឹងដឹងរឿងពិតថាយ៉ាងម៉េចនៅពេលដែលគេវាយចំកណ្ដាលមុខរបស់ខ្ញុំពេលនោះហើយទើបខ្ញុំដឹងថាអ្វីគ្រប់យ៉ាងមិនទៀងអញ្ចឹងយោបល់អាត្មាជូនដល់ក្មួយទី1សូមរស់ឲ្យឃើញថាអ្វីជាគោលបំណងនៅក្នុងជីវិតហើយកុំព្យាយាមធ្វើចេះគ្រប់រឿងវាអត់ទេតើអ្នកណាមួយចេះគ្រប់រឿងមានន័យថាអ្នកណាហ្នឹងអត់ចេះទាំងអស់រឿងស្អីក៏អត់ចេះអញ្ចឹងមិនតែមួយយើងរៀនតែមួយហើយសម្រួចតែមួយទី2រៀនប្រឈមមុខនឹងទទួលយកនៅរឿងរ៉ាវដ៏ច្រើនក្នុងជីវិតហើយកុំបួងសួងឲ្យឆាកជីវិតនេះណាវាស្រួលវាងាយហើយនឹងមានមនុស្សគ្រប់គ្នាមកសង្គ្រោះក្មួយគ្រប់ពេលដែលក្មួយជួបវិបត្តិអត់ទេក្មួយអត់ទេហើយត្រូវចងចាំថា
មានមនុស្សដែលចូលចិត្តក្មួយស្ងាត់ហើយនឹងមានមនុស្សដែលស្អប់ក្មួយស្ងាត់ដែរក្នុងនោះអ្នកដែលស្អប់ក្មួយក៏មានសមាជិកនៃគ្រួសាររបស់ក្មួយដែរដែលមិនចូលចិត្តក្មួយហើយនឹងស្រឡាញ់ក្មួយរឿងនេះជារឿងជីវិតពិតប្រាកដមនុស្សលោកគឺអញ្ចឹងបើមិនអញ្ចឹងមិនមនុស្សលោកទេស្អប់ស្រឡាញ់ឈ្នានីសកន្ទក់កន្ទិញព្យាបាទសង្គ្រោះស្រឡាញ់សពបែបយ៉ាងហើយក្មួយកំពុងសួងថាខ្ញុំបួងសួងយ៉ាងម៉េចឲ្យឆាកជីវិតរបស់ខ្ញុំកុំជួបរឿងអីទាំងអស់អត់បានទេមានតែមួយគឺព្យាយាមរស់ហើយប្រឈមមុខទៅក្នុងជីវិតមានតែប៉ុណ្្នឹងឯងក្មួយហើយរឿងទាំងអស់នេះក្មួយនឹងជួបនៅក្នុងឆាកជីវិតអាត្មានៅតែសរសើរអ្នកស្រីដែលបានលើកអំពីការតស៊ូក្មួយស្រីជាគំរូមួយល្អដែលអ្នកស្រីបានចែករំលែកនេះមួយស្រីនៅក្នុងសង្គមខ្មែរយើងស្ត្រីជាមេដាពិភពលោកឯងមេដាពិភពលោកមេដាខ្លាំងឡើងណាមានរឿងអីតែបន្តិចម៉ែស្ដីឲ្យទៅយំដាក់ Facebook អត់ទេកុំហើយជួនកាលក្មួយស្រីខ្លះស្អាតទៅយំដាក់ Facebook មកដូចឆ្មាអោងទៅយំទៅយំបដើញឺស្បោបដើអូចាប់បាត់ហើយកូនសម្រស់អស់ហើយកុំក្មួយកុំរឿងជីវិតរបស់យើងកុំបង្ហាញទៅឲ្យសាធារណជនដឹងច្រើនពេកគេមិនស្គាល់យើងទេហើយគេនឹងយល់ខុសពីយើងអញ្ចឹងមកចូលរួមប៉ុណ្ណឹងខ្លីចំណុចទី1សូមក្មួយត្រូវតែស្វែងរកឲ្យឃើញថាអ្វីជាគោលបំណងរបស់យើងទី2សូមអស់លោកទាំងអស់មេត្តាចាំថានៅក្នុងឆាកជីវិតនេះអត់ស្រួលទេសូមមេត្តាកុំព្យាយាមបួងសួងសូមឲ្យជីវិតនឹងស្រួលប៉ុន្តែត្រូវធ្វើខ្លួនឲ្យខ្លាំងដើម្បីប្រឈមមុខនៅក្នុងជីវិតយោបល់អាត្មាចុងក្រោយជីវិតរបស់យើងនេះមាន2ទី1ចំណេះជំនាញទាំងអស់នឹងចិញ្ចឹមរាងកាយមានន័យថាយើងចេះមានជំនាញមានអីយើងអាចរកការងាររកអីធ្វើបានចិញ្ចឹមជីវិតបានល្អមានវិឡានៅមានអីខ្ញុំអត់ប្រសងទេណាពីគុណអត់មានវិឡាទេនៅតាមវត្តហ្នឹងរៀនទី2នៅក្នុងខ្លួនរបស់យើងមានសភាវៈមួយយ៉ាងឈ្មោះថាចិត្តមួយចំណេះវិជ្ជាគឺចិញ្ចឹមរាងកាយចំណែកគុណធម៌និងចិញ្ចឹមតម្លៃជីវិតបើក្មួយបើអស់លោកអ្នកមានចំណេះដឹងជោគជ័យនៅក្នុងជីវិតហើយត្រូវជួយបណ្ដុះគុណធម៌និងស្រោចស្រង់មនុស្សមួយចំនួនតាមណាដែលអាចធ្វើបានដើម្បីសង្គមយើងទាំងអស់គ្នាមានតែប៉ុណ្ណឹងតែស្ដាប់ព្រះអង្គទៅដូចអត់មានបង្ហាញរឿងជីសាសរស់ស៊ីអីសោះអត់មានទេ sorryសូមកូនខ្មែរគ្រប់រូបស្រឡាញ់ទឹកដីខ្លួនឲ្យខ្លាំងតាមរយៈការអភិវឌ្ឍនៃចំណេះដឹងនិងឆាកជីវិតរបស់ខ្លួនពេលខ្លះអ្វីដែលគួរឲ្យសោកស្ដាយបំផុតបរទេសខ្លះគេអាចមើលងាយយើងបានមិនមែនដោយសារគេខ្លាំងទេគឺដោយសារយើងវាអន់ចឹងក្នុងសម័យនេះប្រទេសមួយដែលខ្លាំងគឺមានពលរដ្ឋដែល
មានការចេះដឹងអញ្ចឹងដើម្បីរក្សាទឹកដីរបស់យើងពូជសាសន៍របស់យើងឲ្យថិតថេរគង់វង្សបានពលរដ្ឋខ្មែរគ្រប់រូបជាពិសេសយុវជនជំនាន់ថ្មីត្រូវព្យាយាមអប់រំនិងអភិវឌ្ឍខ្លួនឲ្យទទួលបានជោគជ័យមានចំណេះដឹងសូមអរគុណ